បាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះគឺជាវីដេអូ topic ទី1របស់យើងដដែលពាក់ព័ន្ធមួយការរកលុយជាមួយអ៊ីនធឺណិតហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយអំពីការត្រៀមចិត្តសម្រាប់ឈឺពាក់ព័ន្ធមួយការរកលុយជាមួយនឹងអនឡាញបែបមិនថាអ្នកបង្កើតមាតិកាឬក៏ MMO កັບដែរទេទោះជានៅក្នុងឡានក៏ដោយក៏ថ្ងៃចាំងចូលមកហើយពេលដែលចាំងចូលមកអញ្ចឹងពេលដែលថតអ្នកទាំងអស់គ្នាឃើញហ៎វាមានភ្លឺផងវាមានអាងឹតផងដែលយើងត្រូវប្រកាសចិត្តថាពេលដែលយើងធ្វើមាតិកាអីមួយក៏ដោយយើងទៀមទារក quality ដែលយើងត្រូវរៀបចំអីច្រើនអញ្ចឹងណាហើយអ្វីដែលខ្ញុំចង់លើកឡើងមកនិយាយខ្ញុំចង់សួរថាបើសិនជាអ្នកទាំងអស់គ្នារៀបចំច្រើនក៏ប៉ុន្តែផ្ទុយទៅវិញវាអត់សូវមានចំណូលហើយអ្នកទាំងអស់គ្នាគិតបែបដែរបើគិតកាំងពីខ្ញុំធ្វើវីដេអូពាក់ព័ន្ធមួយរលុយជាមួយអនឡាញនេះតែខ្ញុំរៀបចំថ្មីនៅឆ្នាំ2026ហ្នឹងអាចនិយាយបានថាមកដល់ថ្ងៃនេះវាចូលលក្ខណៈចិត្ត20ថ្ងៃហើយដែលបើមែនតែនទៅ view កប់ហ្មងនិយាយទៅគឺមិនដឹង view នៅណាទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបាននេះតិន័យរបស់ខ្ញុំតិន័យរបស់ខ្ញុំនៅ28ថ្ងៃចុងក្រោយអ្នកទាំងអស់គ្នាអាចមើលឃើញបានគឺសិតតែ unsubscribe មានន័យថាគេដក subscribe ចេញវិញបដាបាទដោយសារយើងធ្វើវីដេអូរៀងចាប់ឆាយពេកឬក៏អន់ពេកអញ្ចឹងណាអញ្ចឹងមួយថ្ងៃមួយថ្ងៃពីរថ្ងៃមួយថ្ងៃពីរអត់មានអ្នក subscribe មានតែថ្ងៃនេះថ្ងៃឆ្នាំមុននេះឆ្នាំមុនមានអ្នកនេះមួយហើយសមានគឺគេ unsubscribe ច្រើនហើយបើសរុបចេញជាម៉ោង28ថ្ងៃចុងក្រោយនេះបានតែ1ម៉ោងឯនេះបានតែម៉ោងឯងហើយបើគិតចេញជា view បានតែ81 view ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញបានវាពិបាកដែរវីដេអូខ្ញុំផុសច្រើនហើយវាអត់សូវមានអ្នកមើលធ្វើមិនបានមកវីដេអូបានមែន20-30 view អីចឹងខ្ញុំអត់សូវបដោតបែបអ្នកយកចិត្តទុកដាក់ពេលខ្លះថតដូចអ្នកទាំងអស់គ្នាឃើញក្បាលវីដេអូអញ្ចឹងចេញមកកុងពលឺសំឡេងណយខ្ញុំមានមិនតែខ្ញុំអត់ដាក់ទេទោះថាពេលថាខ្ញុំនឹកឃើញភ្លាមខ្ញុំក៏និយាយភ្លាមទៅដើម្បីថតចែកជូនបងប្អូនទាំងអស់គ្នាអំពីបទពិសោធន៍ដែលខ្ញុំកំពុងតែធ្វើកំពុងតែជួបហើយបើសិនជាខ្ញុំយកចិត្តទុកដាក់ធ្វើវាខ្ញុំអត់ទៅមានពេលវេលាក្នុងការទៅធ្វើការងារផ្ទាល់ខ្លួនដែលរកប្រាក់ចំណូលបានរាល់ថ្ងៃហ្នឹងទេអញ្ចឹងបើសិនជាខ្ញុំផ្ដោតលើវាពេកហើយនៅពេលដែលវាអត់បានប្រាក់ចំណូលខ្ញុំប្រកាសជាមានបញ្ហាសេដ្ឋកិច្ចហើយក៏តែខ្ញុំនឹងរំពឹងថាវាបានចំណូលសម្រាប់ខ្ញុំគ្រាន់តែក្នុងរយៈពេលណាមួយហើយខ្ញុំអត់រំពឹងទៅលើវាទេព្រោះខ្ញុំគិតថាវាជាប្រាក់ចំណូលបន្ថែមបើសិនជាវាបានក៏បានបើវាមិនបានក៏អត់អាហ្នឹងគឺជា step ដែលខ្ញុំធ្វើក៏តែបើសិនជាអ្នកទាំងអស់គ្នាអត់ទេកំពុងតែនៅសិក្សាក៏ដោយឬក៏កំពុងតែចង់សម្រេចចិត្តឈប់ពីការងារដើម្បីមកប្រឡូកនៅក្នុងវិស័យនេះខ្ញុំគិតថាគិតពិចារណាច្បាស់ estimate ទុកខ្លួនឯងថាតើក្នុងរយៈពេលណាមួយទៅយើងអាចបានប្រាក់ចំណូលចេញពីវិស័យមួយនេះហើយបើបាននៅក្នុងទំហំប៉ុណ្ណាដែលយើងអាចចាយវាគ្រប់គ្រាន់អត់ហើយយកវាមករៀបចំការថតរបស់យើងទីតាំងឧបករណ៍ដែលយើងថតហ្នឹងគ្រប់គ្រាន់អត់បើសិនជាអ្នកទាំងអស់គ្នាកែអ្នកខុសអ្នកទាំងអស់គ្នានឹងជួបវិបត្តិសេដ្ឋកិច្ចដោយសារអ្នកទាំងអស់គ្នាប្រឡូកនៅក្នុងវិស័យនេះបែបលក្ខណៈយើងអត់ទាន់យល់ច្បាស់ពីវាអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាគិតអំពីអរិញវត្ថុផ្ទាល់ខ្លួនរបស់ខ្លួនឯងមុននឹងចាប់ផ្ដើមឈប់ពីធ្វើការងារឬក៏ចាប់ផ្ដើមរៀបចំការចំណាយផ្សេងដើម្បីយកមកផ្ដោតទៅលើការថតហ្នឹងអ្នកទាំងអស់គ្នាអាចរៀបចំផែនការរៀងខ្លួនមិនមែនមានន័យថាដូចខ្ញុំអញ្ចឹងថតឲ្យទៅហើយពីដៃហើយក៏អីគេក៏ថាអត់ទៅមាន view អត់ទៅមានអីទេហើយក្នុងរយៈពេលយូរអញ្ចឹងទៅបើតែអ្នកទាំងអស់គ្នាបដោតវាធ្វើឲ្យបានល្អអ្នកទាំងអស់គ្នាមានគំនិតច្នៃប្រឌិតល្អអូខេអ្នកទាំងអស់គ្នានឹងបានទទួលបានប្រាក់ចំណូលឬក៏គេហៅលទ្ធផលភ្លាមឬក៏រយៈពេលឆាប់តែបើដូចខ្ញុំអញ្ចឹងអាចរៀងយូរបន្តិចឬក៏សឹងតែអត់មានលទ្ធផលអីហ្មងក៏ថាបានក៏តែខ្ញុំគិតថានៅពេលណាមួយខ្ញុំនឹងបដោតយកចិត្តទុកដាក់លើវាឲ្យបានខ្លាំងជាងនេះហើយនឹងរៀបចំវាមួយ step ទៅមួយ step ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងបដោតវាខ្លាំងយកវីដេអូ quality តែម្ដងអញ្ចឹងខ្ញុំនឹងអាចបានប្រាក់ចំណូលលឿនបាទនៅពេលខ្ញុំចាប់ផ្ដើមបដោតវាយកធំហ្មងគឺខ្ញុំបានប្រាក់ចំណូលលឿនបើសិនជាពេលឥឡូវអូខេខ្ញុំធ្វើបានប៉ុណ្ណាខ្ញុំយកប៉ុណ្្នឹងសិនអានេះសម្រាប់ខ្ញុំណាពីព្រោះខ្ញុំមានបទពិសោធន៍បរាជ័យដោយសាររឿងហិរញ្ញវត្ថុតែខ្ញុំធ្វើវាហើយខ្ញុំបោះបង់វាចោលដល់2ដង3ដងដោយសារអីរឿងហិរញ្ញវត្ថុវាចាយអត់គ្រប់វាមានចំណូលក៏មិនដែរវាចាយអត់គ្រប់ហ្នឹងហើយការងារយើងប្រចាំថ្ងៃសម្រាប់ខ្ញុំអាចរៀងបានច្រើនជាងខ្ញុំទៅធ្វើអាវិស័យមួយហ្នឹងអញ្ចឹងអានេះចង់បញ្យល់បងប្អូនទាំងអស់គ្នាឲ្យគិតពិចារណាបន្តិចសិនហើយ
បើមានចង្អុលអីអាចចូល comment នៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីជជែកគ្នាបន្តទៀតអំពីវិស័យមួយនេះគ្រាន់តែខ្ញុំចង់បញ្ជាក់បងប្អូនអរគ្នាថាគុំបោះបង់ចោលការងារឬក៏បដោតវាខ្លាំងជ្រុលរំពឹងវាធំពេករហូតដល់ប៉ះពាល់សេដ្ឋកិច្ចផ្ទាល់ខ្លួនក៏ប៉ុន្តែ plan ម្នាក់របៀបធ្វើការងារម្នាក់គំនិតច្នៃប្រឌិតម្នាក់ទៅខុសគ្នាគុំយកតាមខ្ញុំហើយគ្រាន់តែខ្ញុំពន្លឹកបងប្អូនអរគ្នាឲ្យគិតពិចារណាសិនថាតើបើ3ខែក្រោយអត់មានប្រាក់ចំណូលអ្នកទាំងអស់គ្នាទិញអីញ៉ាំជួផ្ទះគេឬក៏នៅផ្ទះខ្លួនឯងនៅជាមួយម៉ាក់នៅមួយប្រពន្ធមានលុយណាបើកឲ្យគ្រួសារចាយវាយបងទឹកបងភ្លើងទិញឧបករណ៍យកមកថតអីផ្សេងទៀតតែបើវាបានអូខេរួចខ្លួនបើវាអត់បានរីស្គខ្ពស់ហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតអាហ្នឹងឲ្យច្បាស់ពីព្រោះថាមនុស្សភាគច្រើនអ្នកដែលប្រឡូកក្នុងវិស័យនេះគឺបរាជ័យជាមួយនឹងអ្វីដែលខ្ញុំកំពុងតែនិយាយហ្នឹងគឺបញ្ហាហិរញ្ញវត្ថុដោយវាប្រើពេលយូរពេកពេលខ្លះប្រើពេលកន្លះឆ្នាំទៅ1ឆ្នាំពីព្រោះពេលដែលយើងចាប់ផ្ដើមចង់ធ្វើវាដោយសារមានអ្នកខ្លះគាត់ធ្វើមកភូមិទុំបូមហ្មងព្រោះប្រាក់ចំណូលបានច្រើនហ្មងក៏ប៉ុន្តែមនុស្សហ្នឹងគឺអាចថាវាមានអីថ្មី unit ទៅបានអញ្ចឹងបើដូចមេតការដូចខ្ញុំអញ្ចឹងបាទគេធ្វើច្រើនណាស់ហើយបរាជ័យក៏ច្រើនហើយអញ្ចឹងអ្នកទាំងអស់នេះអាចគិតពិចារណាកន្លែងហ្នឹងបន្តិចហើយកុំឲ្យវីដេអូខ្ញុំវែងហើយយើងចប់តែប៉ុណ្ណឹងបាយជួបគ្នានៅវីដេអូបន្ទាប់ពាក់ព័ន្ធមួយ topic ទី1ឬក៏ topic ទី2ទី3ទៀតបើស្រឡាញ់ចូលចិត្តខ្ញុំកុំភ្លេច like subscribe នៅលើ page នៃ channel របស់ខ្ញុំបងបាទបាយ